លោកលោកស្រីប្រិមត្តទូរទស្សនិកជនស្ទីគោរពជាបន្តទៅទៀតនេះសូមគោរពអញ្ជើញតាមដានទស្សនាព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាដោយជម្រាបជូនដោយនាងខ្ញុំថនបញ្ញានិងលោកទុំចន្ទធីហើយជាបន្តទៅទៀតនេះសូមគោរពអញ្ជើញតាមដានទស្សនាមេតិការព័ត៌មានសម្ដេចវិបុលសេនាធិក្តីសាយឈុំអញ្ជើញជាអធិបតីប្រារព្ធពិធីបុណ្យរុក្ខទិវា9កក្កដានៅខេត្តព្រះវិហារជាបន្តទៅទៀតនេះសូមគោរពអញ្ជើញតាមដានទស្សនាព័ត៌មានពិស្ដាដែលមានដូចតទៅនៅព្រឹកថ្ងៃទី9ខែកក្កដាឆ្នាំ2016នេះសម្ដេចវិបុលសេនាធិក្តីសាយឈុំប្រធានរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានអញ្ជើញជាអធិបតីក្នុងឱកាសបុណ្យរុក្ខទិវា9កក្កដាដែលបានរៀបចំឡើងយ៉ាងមហោឡារិកអធិកអធមនៅភូមិធម្មជាតិសម្ដេចតេជោក្នុងភូមិស្រអែមស្រុកចំផ្សានខេត្តព្រះវិហារក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាមួយក្រសួងព្រះបរមរាជវាំងអាជ្ញាធរជាតិព្រះវិហារអាជ្ញាធរខេត្តនិងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារអញ្ជើញចូលរួមក្នុងទិវានោះដែរមានឯកឧត្តមទេពងូនអនុប្រធានទី2ព្រឹទ្ធសភាឯកឧត្តមប៊ិនឈិនឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីឯកឧត្តមគួយសុផលឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូតអមក្រសួងព្រះបរមរាជវាំងឯកឧត្តមសាយសំអល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងឯកឧត្តមលោកជំទាវជាសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលកងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការសិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើនរូបដោយឡែកឯកឧត្តមលោកជំទាវតំណាងអង្គទូតនិងអង្គការអន្តរជាតិនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាក៏មានវត្តមានចូលរួមក្នុងឱកាសនេះដែរ
បន្ទាប់ពីឯកឧត្តមអ៊ុំម៉ារ៉ាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារថ្លែងសន្ទរកថាស្វាគមន៍ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនិងបង្ហាញពីវឌ្ឍនភាពលើគ្រប់វិស័យនិងការអនុវត្តនៅរាល់ភារកិច្ចរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រះវិហារបានធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរឡើងនិងឆ្លុះបញ្ចាំងឲ្យឃើញពីការដឹកនាំប្រកបដោយស្មារតីយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលរួចមកឯកឧត្តមវែងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថានៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3របស់រាជរដ្ឋាភិបាលនេតិកាលទី5នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននៅកំពុងបន្តធ្វើកំណែតម្រង់វិស័យព្រៃឈើការកែតម្រង់លើវិស័យដីធ្លីដោយផ្ដោតលើការគ្រប់គ្រងនិងអភិរក្សធនធានព្រៃឈើដើម្បីធានាជារកាលនៃកំណើនសេដ្ឋកិច្ចជាតិនិងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅជនបទតាមរយៈការបង្កើតនិងពង្រឹងសហគមន៍ព្រៃឈើពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងទប់ស្កាត់បទល្មើសព្រៃឈើនិងពង្រឹងប្រសិទ្ធភាពគ្រប់គ្រងព្រៃបម្រុងទុកឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថាឆ្លើយតបទៅនឹងគោលនយោបាយខាងលើនេះនៅក្នុងឆ្នាំ2015កន្លងទៅរដ្ឋបាលព្រៃឈើដែលជាអង្គភាពជំនាញរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានយកចិត្តទុកដាក់លើសកម្មភាពជាច្រើនដោយសម្រេចបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់រួមមានការបោះបង្គោលព្រំប្រទល់ដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍បានចំនួន574បង្គោលមានប្រវែង82គីឡូម៉ែត្របានដាំដើមឈើជាចម្ការលើផ្ទៃដីសរុប4678ហិកតាក្នុងនោះរដ្ឋបាលព្រៃឈើដាំបាន433ហិកតានិងក្រុមហ៊ុនវិនិយោគឯកជនដាំបាន4245ហិកតាទន្ទឹមនេះបានបណ្ដុះកូនឈើចម្រុះគ្រប់ប្រភេទនិងចែកជូនប្រជាពលរដ្ឋដាំបានចំនួនជាង2លានដើមគិតត្រឹមឆ្នាំ2015រដ្ឋបាលព្រៃឈើរៀបចំបង្កើតសួនអាពាហ៍ពិពាហ៍បានចំនួន38កន្លែងព្រមទាំងសួនអនុស្សាវរីយ៍1កន្លែងនៅក្នុង18ខេត្តលើផ្ទៃដីសរុប420ហិកតាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញប្រកាសបង្កើតព្រៃសហគមន៍40កន្លែងលើផ្ទៃដី11695ហិកតាបានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍28កន្លែងលើផ្ទៃដីសរុប23536ហិកតានិងបានអនុម័តផែនការគ្រប់គ្រងព្រៃសហគមន៍ចំនួន48កន្លែងលើផ្ទៃដីសរុប32162ហិកតារីឯការផ្គត់ផ្គង់លើឈើមូលឈើអាគ្រប់ប្រភេទកូនឈើនិងអស់សម្រាប់ប្រើប្រាស់ក្នុងស្រុកគឺបានមកពីការឈូសឆាយសម្អាតដីក្នុងតំបន់សម្បត្តិដីសេដ្ឋកិច្ចនិងអាងស្តុកទឹកនៃគម្រោងវារីអគ្គិសនីឯកឧត្តមឲ្យដឹងទៀតថាក្រៅពីការងារខាងលើនេះសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើបានសហការជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រះរាជអាជ្ញាអមសាលាដំបងនិងអាជ្ញាធរខេត្តបានចុះបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទនៅទូទាំងប្រទេសបានចំនួន2189ករណីចាប់ឃាត់និងរឹបអូសឈើគ្រប់ប្រភេទសរុបចំនួន5814ម៉ែត្រគូបនិងបានដាក់ដេញថ្លៃជាសាធារណៈតាមនីតិវិធីរដ្ឋបាលព្រៃឈើបានចុះស្រង់ស្ថិតិដីព្រៃឈើដែលបានរំលោភបំពានយកដោយខុសច្បាប់មានផ្ទៃដី2708ហិកតានិងបានដកហូតរណាយន្តបានចំនួន486គ្រឿងក្រៅពីនេះរដ្ឋបាលព្រៃឈើក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាននៅកំពុងសហការជាមួយវិទ្យាស្ថានស្រាវជ្រាវព្រៃឈើជប៉ុនធ្វើការសិក្សាវដ្តទឹកក្នុងព្រៃស្រោងខេត្តកំពង់ធំនិងក្នុងព្រៃល្បោះខេត្តក្រចេះនៃគម្រោងបម្រែបម្រួលចរន្តទឹកក្នុងតំបន់អាងទន្លេមេគង្គសហការជាមួយសេវាកម្មព្រៃឈើកូរ៉េក្នុងការសិក្សាគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបណ្ដាលមកពីការបាត់បង់និងរិចរិលព្រៃឈើនិងបានសហការជាមួយអង្គការអន្តរជាតិជាដៃគូផ្សេងៗទៀតជាច្រើនពាក់ព័ន្ធនឹងការស្រាវជ្រាវនៅក្នុងវិស័យព្រៃឈើបន្ថែមពីនេះទៀតការបង្ក្រាបបទល្មើសព្រៃឈើមានសកម្មភាពមុតស្រួចពិសេសចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដែលដឹកនាំដោយឯកឧត្តមសៅសុខាក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើនាពេលកន្លងមកដោយឡែកនៅក្នុងការកែតម្រង់ស៊ីជម្រៅវិស័យព្រៃឈើសម្ដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាពរាជរដ្ឋាភិបាលបានសម្រេចផ្ទេរតំបន់ព្រៃការពារនិងអភិរក្សព្រៃឈើចំនួន13កន្លែងនិងតំបន់ព្រៃផ្ដល់ផលចំនួន5កន្លែងពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជូនក្រសួងបរិស្ថានគ្រប់គ្រងនិងបានផ្ទេរតំបន់សម្បត្តិដីសេដ្ឋកិច្ចចំនួន73កន្លែងពីក្រសួងបរិស្ថានជូនក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគ្រប់គ្រងបន្តតាមរយៈអនុក្រឹត្យលេខ69អនុក្របកចុះថ្ងៃទី28ខែមេសាឆ្នាំ2016សម្ដេចវិបុលសេនាធិការសាយឈុំបានមានប្រសាសន៍ថាជាមួយនឹងសមិទ្ធផលជាផ្លែផ្កាដែលយើងទទួលបានយើងក៏ធ្វើការកត់សម្គាល់ឃើញថាបច្ចុប្បន្ននេះវិស័យកសិកម្មយើងក៏ទទួលរងនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីបម្រែបម្រួលអាកាសធាតុនិងការកើនឡើងនៃកម្ដៅភពផែនដី
ដែលបង្កឲ្យមានជារៀងរាល់ឆ្នាំនៅគ្រោះរាំងស្ងួតទឹកជំនន់ភាពរិចរិលដីកសិកម្មនិងការរីករាលដាលនៃជំងឺឆ្លងសត្វល្អិតចង្រៃលើដំណាំជាដើមយ៉ាងណាមិញយើងក៏បានទទួលស្គាល់ថាព្រៃឈើមានទំនាក់ទំនងជាសារវ័នជាមួយជីវិតលើភពផែនដីជាកត្តាសត្វចានុមត្តនិងអត្តនោមត្តព្រៃឈើបានផ្ដល់នូវពហុប្រយោជន៍មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិហើយព្រៃឈើមិនត្រឹមតែមានតម្លៃខាងសេដ្ឋកិច្ចនិងសង្គមជាតិប៉ុណ្ណោះទេថែមទាំងបានជួយថែរក្សាលំនឹងបរិស្ថានធម្មជាតិធ្វើឲ្យអាកាសធាតុមានភាពកាន់តែប្រសើរឡើងរក្សានិយត្តភាពប្រភពទឹកនិងការពារជីវៈចម្រុះពោលគឺព្រៃឈើមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកសិកម្មសរុបមកព្រៃឈើជាប្រភពផ្ដល់ការរស់រានមានជីវិតដល់សត្វនិកទាំងឡាយនៅលើភពផែនដីយើងនេះដូចនេះព្រៃឈើគឺសម្រាប់យើងទាំងអស់គ្នាត្រូវចូលរួមការពារព្រៃឈើផ្សារភ្ជាប់ទៅនឹងខ្លឹមសារខាងលើនេះពិធីបុណ្យរុក្ខទិវាជាប្រពៃណីវប្បធម៌ដ៏ឧត្តមឧត្តមរបស់ប្រជាជនកម្ពុជាតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះទិវាដ៏ល្អប្រពៃនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីលើកកម្ពស់ការដាំដើមឈើនៅព្រះរាជាណាចក្រកម្ពុជាហើយការដាំរុក្ខជាតិគ្រប់ប្រភេទនិងផ្ដល់នូវបុណ្យកុសលដល់មនុស្សជាតិផងដែរយើងទាំងអស់គ្នាបានចូលរួមចំណែកថែរក្សាបរិស្ថានធម្មជាតិបរិស្ថានសង្គមនិងបរិស្ថានវប្បធម៌របស់ប្រជាជាតិកម្ពុជាយើងបច្ចុប្បន្ននេះទោះបីរាជរដ្ឋាភិបាលបានខិតខំដោះស្រាយបញ្ហាដីធ្លីក្រោមរូបភាពសម្បត្តិដីសង្គមគិច្ចយ៉ាងណាក្តីក៏នៅមានសកម្មភាពរំលោភទន្ទ្រានភូមិព័ទ្ធដីព្រៃឈើព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិឯកជនការកាប់ប្រភេទរុក្ខជាតិមានតម្លៃព្រមទាំងការចូលទៅកាប់ព្រៃឈើនៅប្រទេសជិតខាងដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតជាបន្តបន្ទាប់ដល់បងប្អូនប្រជាពលរដ្ឋនៅពេលកន្លងមកទន្ទឹមនឹងផលប្រយោជន៍ជាច្រើនអនេកដែលទទួលបានពីព្រៃឈើស្របទៅនឹងកំណើនយ៉ាងលឿនរបស់ប្រជាពលរដ្ឋការស្វែងរកទីជម្រកបន្ថែមតម្រូវការចំណីអាហារកាន់តែច្រើនឡើងតម្រូវការប្រើប្រាស់កាន់តែខ្ពស់ក៏ដូចជាបញ្ហាប្រឈមខ្លះៗដោយបានរៀបរាប់ខាងលើនេះសម្ដេចប្រមុខរដ្ឋស្ដីទីសូមយកឱកាសនេះអំពាវនាវដល់ក្រសួងស្ថាប័នអាជ្ញាធរថ្នាក់ក្រោមជាតិនិងបងប្អូនជនរួមជាតិទាំងអស់មេត្តាយកចិត្តទុកដាក់សហការគ្នាបន្តការដាំកូនឈើល្អៗគ្រប់ប្រភេទឲ្យបានកាន់តែច្រើនឡើងនៅលើដីទំនេរតាមវត្តអារាមស្ថាប័នមន្ទីរគ្រឹះស្ថានសិក្សាភូមិឋាននិងនៅទីកន្លែងសាធារណៈផ្សេងៗឲ្យបានច្រើនបន្ថែមទៀតជាការចូលរួមចំណែកបង្កើតគម្របបៃតងនៅក្នុងមូលដ្ឋានរបស់យើងទន្ទឹមនឹងការដាំដើមឈើឡើងវិញក៏ត្រូវរួមកម្លាំងគ្នាការពារថែរក្សាព្រៃឈើព្រៃលិចទឹកដែលមានស្រាប់ឲ្យបានគង់វង្សដើម្បីរក្សាលំនឹងបរិស្ថាននិងបរិយាកាសល្អជាទីស្ថានដ៏សែនមនោរម្យដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរលើពីនេះទៀតសូមបងប្អូនជនរួមជាតិទាំងអស់ជួយផ្សព្វផ្សាយនិងចូលរួមដាំដើមឈើនៅទីណាដែលអាចដាំបានរួមទាំងដាំត្នោតផងដែរដែលជារុក្ខជាតិតំណាងអត្តសញ្ញាណជាតិតាំងពីបុរាណកាលរហូតមកស្របនឹងពាក្យស្លោកថាដាំត្នោតជាជំរកផ្ទះខ្មែរដើម្បីសោភ័ណភាពភូមិឋានរបស់យើងនិងកូនចៅជំនាន់ក្រោយៗទៀតពីវេទិកានេះដែរសម្ដេចវិបុលសេនាធិក្តីសាយឈុំដល់មន្ត្រីរដ្ឋបាលមូលដ្ឋានត្រូវជួយណែនាំបច្ចេកទេសដាំដុះនិងបណ្ដុះកូនឈើដល់សហគមន៍ព្រៃឈើនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានបំណងចង់ដាំដុះដើមឈើព្រមទាំងទាគោនិងលើកទឹកចិត្តដល់វិស័យឯកជនដៃគូអភិវឌ្ឍន៍នានាឲ្យចូលរួមវិនិយោគក្នុងការដាំដើមឈើជួយបង្កើនគម្របព្រៃឈើនិងផ្គត់ផ្គង់ឈើសម្រាប់ប្រើប្រាស់ក្នុងស្រុកទន្ទឹមនេះក៏ត្រូវយកចិត្តទុកដាក់ជួយអប់រំប្រជាពលរដ្ឋឲ្យងាកពីការផ្លាស់ប្ដូរទីលំនៅដោយការកាប់បំផ្លាញឈើដោយត្រូវជំរុញនិងបង្កើតផលិតភាពកសិកម្មតាមរយៈការធ្វើប្រពលវប្បកម្មនិងពិពិធកម្មកសិកម្មលើដំណាំការចិញ្ចឹមសត្វការគ្រប់គ្រងទឹកកសិកម្មការគ្រប់គ្រងនិងអភិវឌ្ឍធនធានជលផលវារីវប្បកម្មនិងអនុផលព្រៃឈើដែលបម្រើឲ្យវិស័យស្បៀងនិងអាហារូបត្ថម្ភព្រមទាំងបង្កបរិយាកាសដើម្បីលើកស្ទួយការវិនិយោគទុនពីវិស័យឯកជននិងការបង្កើតការងារនៅមូលដ្ឋានជាមួយនេះក៏មិនត្រូវមើលរំលងពីការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលតែងតែជួបកាប់ព្រៃឈើដោយខុសច្បាប់នៅក្នុងទឹកដីនៃប្រទេសជិតខាងដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតសម្ដេចបានក្រើនរំលឹកដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាប្រចាំជាមួយអាជ្ញាធរដែនដីគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌដើម្បីទប់ស្កាត់លុបបំបាត់និងបង្ក្រាបបទល្មើសគ្រប់រូបភាពនៅក្នុងនោះមានបទល្មើសព្រៃឈើជលផលចលនាសត្វដោយខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាពិសេសជាប់ព្រំដែនក្នុងស្មារតីទទួលខុសត្រូវខ្ពស់នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះសម្ដេចប្រមុខរដ្ឋស្ដីទីបានអំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិអង្គភាពជំនាញមន្ទីរកសិកម្មរាជធានីខេត្តព្រមទាំងបងប្អូនកសិករទាំងអស់ត្រូវខិតខំការងារបង្កបង្កើនផលតាមគ្រប់មុខព្រួញឲ្យបានទាន់រដូវកាលដាំដុះដោយអនុវត្តបច្ចេកទេសកសិកម្មសមស្របប្រកបដោយភាពឆ្លាតវៃត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយពីការគ្រប់គ្រងទឹកថែរក្សាទឹកទុកឲ្យអស់លទ្ធភាពសម្រាប់ការស្រោចស្រពចាប់ពីដើមរដូវវស្សារហូតដល់ចុងរដូវប្រាំង
ដោយឡែកពាក់ព័ន្ធនឹងការផ្ទុះនៅដង្កូវវងលើដំណាំកសិកម្មមួយចំនួនដូចជាស្រូវដំឡូងមីពោតសណ្តែកស្ពៃជាដើមសម្ដេចសូមឲ្យបងប្អូនប្រជាកសិកររីកាឲ្យបានទាន់ពេលវេលាតាមរយៈភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិឬសមត្ថកិច្ចជំនាញពាក់ព័ន្ធដែលនៅជិតបំផុតដើម្បីចុះអន្តរាគមន៍ចាត់វិធានការឲ្យបានទាន់ពេលវេលាសម្ដេចបានសម្ដែងនៅក្តីសង្ឃឹមថាសហគមន៍និងអ្នកផ្ដល់ជំនួយជាតិអន្តរជាតិនិងដៃគូអភិវឌ្ឍរបស់កម្ពុជាទាំងអស់នឹងបន្តជួយឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុនិងបច្ចេកទេសដល់សកម្មភាពកែតម្រង់ស៊ីជម្រៅវិស័យព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារព្រៃឈើនិងផលប្រយោជន៍រួមរបស់ប្រជាជនយើងជាមួយគ្នានេះសម្ដេចសូមឧទ្ទិសពិធីបុណ្យរុក្ខទិវានេះស្ថិតនៅជាអចិន្ត្រៃយ៍របស់មនុស្សជាតិព្រោះថាយើងទាំងអស់គ្នាចូលរួមដាំដើមឈើហើយដើមឈើនឹងជួយទ្រទ្រង់ជីវិតយើងនិងភពផែនដីយើងឲ្យរួចផុតពីគ្រោះថ្នាក់មហន្តរាយធម្មជាតិនានាជាពិសេសការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកលសម្រាប់យើងទាំងអស់គ្នានិយាយរួមដើមឈើគឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមវប្បធម៌និងបរិស្ថានពោលគឺនឹងធ្វើឲ្យទឹកដីមាតុភូមិអង្គរដ៏បវរនៃយើងរក្សាបាននូវពណ៌បៃតងកាន់តែស្រស់បំព្រងពីមួយថ្ងៃទៅមួយថ្ងៃក្នុងឱកាសដ៏ថ្លៃថ្លានេះសម្ដេចវិបុលសេនាធិក្តីសែឈុំប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះហត្ថលេខាលើក្រាំងមាសដើម្បីបង្ហាញពីការគាំទ្រនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលមានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាសេនាធិការផ្ទាល់បានថែរក្សានិងការពារដាំដុះកូនឈើឡើងវិញមានការរីកចម្រើនជារៀងរាល់ឆ្នាំបន្ទាប់មកគណៈអធិបតីបានអញ្ជើញប្រគល់កូនឈើប្រភេទឈើប្រណិតមួយផ្នែកជូនដល់អភិបាលខេត្តចំនួន5ខេត្តមានខេត្តព្រះវិហារខេត្តកំពង់ធំខេត្តសៀមរាបខេត្តស្ទឹងត្រែងនិងខេត្តឧត្តរមានជ័យដើម្បីយកទៅដាំដុះលើទឹកដីរបស់ខេត្តទាំង5ខាងលើមានកំពង់ធំសៀមរាបឧត្តរមានជ័យទឹកត្រែងដាក់ទៅតាមទៅសម្ដេចប្រមុខរដ្ឋស្ដីទីក៏បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏គង់ខ្ពស់នៃយើងប្រគេនព្រះមេគុណខេត្តមានទេយ្យទានមួយកញ្ចប់និងបច្ច័យ260000រៀលប្រគេនព្រះអនុគុណ4អង្គក្នុងមួយអង្គទេយ្យទានមួយកញ្ចប់និងបច្ច័យ24000រៀលនិងប្រគេនបច្ច័យសម្រាប់កសាងវត្តនីមួយៗចំនួន50000រៀលព្រះរាជអំណោយប្រោសព្រះរាជទានដល់ដូនជីនិងតាជី100នាក់ក្នុងម្នាក់ក្រណាត់ស1ដុំនិងថវិកា5000រៀលជនពិការក្រីក្រ50នាក់ម្នាក់គិតចំនួន1ក្នុងនោះមានមុង1ខួយ1សរង1ក្រមា1និងថវិកា5000រៀលប្រជារាស្ត្រក្រីក្រចំនួន100នាក់ក្នុងម្នាក់មុង1ខួយ1សរង1ក្រមា1និងថវិកា5000រៀលសិស្សានុសិស្សចំនួន1000នាក់ក្នុងម្នាក់សិភៅ2ក្បាលប៊ិច1ដើមនិងថវិកា5000រៀលយុវជនកាកបាទក្រហមកម្ពុជាចំនួន100នាក់យុវជនកាយរិទ្ធ100នាក់សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន100នាក់ក្នុងម្នាក់សិភៅ2ក្បាលប៊ិច1ដើមនិងថវិកា10000រៀលលោកគ្រូអ្នកគ្រូ150នាក់ក្នុងម្នាក់សរង1ក្រមា1និងថវិកា50000រៀលបុគ្គលិកពេទ្យ17នាក់ក្នុងម្នាក់សរង1ក្រមា1និងថវិកា50000រៀលក្រុមសិល្បៈរបាំថ្វាយព្រះពរនិងតន្ត្រីសម័យចំនួន47នាក់ក្នុងម្នាក់សរង1ថវិកា10000រៀលនិងនារីជូនបាច់ផ្កាចំនួន3នាក់ក្នុងម្នាក់សរង1និងថវិកា100,000រៀលតមកគណៈអធិបតីនិងអិសរាជជនអមដំណើរទាំងអស់បានអញ្ជើញដាំកូនឈើនៅក្នុងបរិវេណនៃតំបន់គោ1ភូមិធម្មជាតិសម្ដេចតេជោឃុំស្រអែមស្រុកចំខ្សានតាមការរៀបចំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដោយមានកិច្ចសហការជាមួយក្រសួងព្រះបរមរាជវាំងអាជ្ញាធរជាតិព្រះវិហារនិងអាជ្ញាធរខេត្តព្រះវិហារលើផ្ទៃដីទំហំ12ហិកតាក្នុងនោះមានប្រភេទឈើក្រញូងនាងនួនធ្នង់និងកកោះសរុបចំនួន11826ដើមការយកចិត្តទុកដាក់របស់សម្ដេចឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំជាតិនៅក្នុងបុណ្យរុក្ខទិវានាថ្ងៃនេះគឺជាប្រការដ៏ប្រសើរបំផុតក្នុងការរួមចំណែកថែរក្សានិងអភិវឌ្ឍធនធានព្រៃឈើឲ្យបានចម្រើនលូតលាស់ឡើងវិញព្រោះថាព្រៃឈើជាប្រភពនាំមកទឹកភ្លៀងជារបាំងការពារខ្យល់ព្យុះជាទីជម្រករបស់ជីវៈចម្រុះសត្វព្រៃធ្វើឲ្យបរិស្ថានមានភាពបរិសុទ្ធនិងជារមណីយដ្ឋានទេសចរជាដើមនៅក្នុងកម្មវិធីនោះដែរសម្ដេចប្រមុខស្ដីទីបានអញ្ជើញទស្សនាពិព័រណ៍ក្នុងនោះមានបង្ហាញពីផលិតផលដំណាំកសិកម្មគ្រប់ប្រភេទសកម្មភាពថែទាំការពារនិងលើកស្ទួយសម្បត្តិព្រៃឈើធនធានសត្វព្រៃដែលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានខិតខំសម្រេចបានជារៀងរាល់ឆ្នាំ
ជាពិសេសទៅទៀតមានបង្ហាញពីព្រះរាជហឫទ័យទុកដាក់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលព្រះអង្គសពព្រះរាជហឫទ័យយាងព្រះរាជាធិបតីក្នុងពិធីដាំកូនឈើនៅតាមមូលដ្ឋាននានាក្នុងព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមកបន្ទាប់ពីប្រកាសនៅគណៈរដ្ឋមន្ត្រីបាទជួបគ្នារដ្ឋាភិបាលលើវិស័យការជួយសុខភាពហើយគឺរដ្ឋាភិបាលសូមការរួមរយៈពេលប្រមាណ100ហើយអរគុណច្រើនបានចូលរួមពីវត្តរបស់ឯកឧត្តមបាទលោកឈៀវលោកសន្តិសម្ដេចនាយករដ្ឋមន្ត្រីទាំងអស់បាទតាំងនេះក៏បាទគុណការដល់ទីတိုင်းរបស់រដ្ឋផ្លៃដល់ផ្លៃដល់នេះបាទគោលវត្តជារបស់សម្ដេចមកជួយដល់គាត់មកហើយ